មានបងប្រុសម្នាក់សួរថាក្រុមហ៊ុន Aston Martin ជាក្រុមហ៊ុនដែលផលិតឡាន performance មួយទាំងមូលយកម៉ាស៊ីនរបស់គេមកប្រើប្រាស់មិនបានទៅជាអញ្ចឹង Aston Martin គឺជាក្រុមហ៊ុនមួយដែលផលិតឡានប្រណិត performance ក៏ performance ទំនើបក៏ទំនើបផងដែរមិនមើលឲ្យច្រើនអ្នកគ្នាឲ្យតែរឿងល្បីជាពិសេសរឿង James Bond 007 នេះគឺតែងតែយកឡាន Aston Martin មកប្រើប្រាស់ហើយអ្នកគ្នាអាចសម័យបានថា James Bond គឺជាមនុស្សបែបណាឡានរបស់គាត់ក៏ត្រូវឲ្យដូចជាមួយនឹងគាត់ផងដែរបានស័ក្តិសមមកឆ្លើយសំណួររបស់គាត់វិញAston Martin ហេតុអីបានជាយកម៉ាស៊ីនរបស់គេមកប្រើប្រាស់តែប៉ុន្តែ Aston Martin មិនមែនអត់ដែរប្រើម៉ាស៊ីនរបស់ខ្លួនទេ Aston Martin តែងតែយកម៉ាស៊ីនរបស់ខ្លួនមកប្រើប្រាស់ហ្នឹងទើបតែជំនាន់2018ឡើងមកហើយអ្នកគ្នាហេតុអីបានជា Aston Martin ឈប់ប្រើម៉ាស៊ីនរបស់ខ្លួនឯងដោយសារតែបញ្ហាតែមួយទេគឺបញ្ហា reliability ហ្នឹងតែម្ដងម៉ាស៊ីន Aston Martin និយាយឲ្យចំទៅវាមិនមែនថាมันល្អទេវាធ្វើដោយដៃហើយក៏មាន performance ខ្លាំងផងដែរប៉ុន្តែ reliability របស់វាវិញគឺអន់ខ្លាំងមែនតែម្ដងកន្លែងនេះគឺយើងត្រូវតែទទួលស្គាល់បើនិយាយអំពីផាតរបស់វាវិញក៏ថ្លៃផងដែរចំណុចមួយនេះហើយដែលមួយគឺខ្លាចឡាន Aston ខ្លាំងមែនតើហើយបើនិយាយពីការទិញចូលថ្មីលក់ចេញវិញណាអ្នកគ្នាអូយទៅខាតច្រើនខ្លាំងតែម្ដងដោយសារតែរឿងឡានមួយហ្នឹងងាយខូចបូកជាមួយនឹងគ្រឿងរបស់ខ្លួនហ្នឹងវាថ្លៃដូច្នេះហើយបាន Aston Martin ត្រឹមឆ្នាំ2018មកនេះគឺគាត់ងាកទៅរកម៉ាស៊ីនរបស់គេដែលជាម៉ាស៊ីនមួយដែលមានភាព reliable ហើយគ្រឿងក៏រៀងធូរថ្លៃការអភិវឌ្ឍក៏ដល់ចំណុចមួយដែលយើងទទួលស្គាល់ថាវាជាម៉ាស៊ីនមួយដែលល្អហើយការងាកទៅរកនោះគឺងាកទៅរកក្រុមហ៊ុន Mercedes នេះយកតែម្ដងជំនាន់ Aston Martin Vantage 2018នេះគឺប្រើម៉ាស៊ីន AMG 4.0 liter Twin Turbo ម៉ាស៊ីនVរបស់ Mercedes នេះហើយឡានមួយហ្នឹងមិនមែនប្រើតែម៉ាស៊ីនរបស់ Mercedes ទេសូម្បីតែ interior តាបឡូខាងក្នុងប្រព័ន្ធ software ក៏ស្តៀងទៅនឹងឡានរបស់ Mercedes ផងដែរការងាកទៅយកម៉ាស៊ីនរបស់គេមកប្រើប្រាស់នេះក៏ជាចំណុចល្អមួយសម្រាប់ Aston Martin ព្រោះដោយសារតែ production number របស់ខ្លួនមិនមានច្រើនទេហើយឲ្យគ្នាយកចំណេញពីការអភិវឌ្ឍម៉ាស៊ីនរបស់ខ្លួនឯងនោះក៏មិនកើតដែរមានតែសុខចិត្តចំណាយទិញម៉ាស៊ីនគេយកមកប្រើប្រាស់ដើម្បីផលិតកម្មរបស់ខ្លួនអានេះវាចំណេញជាងហើយបើសិនជាឡានកំពូល performance ណាក៏ Aston Martin អត់ផលិតម៉ាស៊ីនរបស់ខ្លួនដែរទោះជា Aston Martin ណាចូលរួមប្រណាំង Formula 1 ក៏ដោយក៏ Aston Martin ងាកទៅរកក្រុមហ៊ុន Cosworth យកម៉ាស៊ីនរបស់ Cosworth ហ្នឹងមកដាក់នៅខាងក្នុង Aston Martin Valkyrie នេះផងដែរបើនិយាយឲ្យខ្លីទៅអ្នកនរក្រុមហ៊ុនមួយណាក៏ដូចក្រុមហ៊ុនមួយណាដែរមុននឹងសម្រេចចិត្តធ្វើអ្វីមួយគឺគេគិតទៅដល់ financial decision ឬក៏គ្រោះថ្នាក់នៅក្នុងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនខ្លួនបើសិនជាធ្វើទៅគឺវាចំណេញគឺក្រុមហ៊ុនហ្នឹងគឺជ្រើសរើសយកផ្លូវមួយហ្នឹងហើយតែបើសិនជាអាមួយទៀតចំណេញជាងហ្នឹងទៀតក៏គេរើសយកផ្លូវមួយហ្នឹងដែរបងប្អូនអរនេះយើងណាដែរចំពោះការនិយាយរបស់ខ្ញុំមួយនេះមានមតិអាច comment នៅផ្នែកខាងក្រោមនេះបានស្រឡាញ់ឡានកុំភ្លេច follow ម្នាក់មួយ